សូមក្រាបនមស្ការព្រះត្រៃរតន៍ទាំង3គឺពុទ្ធរដ្ឋធម្មរដ្ឋនិងសង្ឃរដ្ឋដោយសេចក្តីគិរវៈដ៏ពូកពូបំផុតសូមគោរពនិងជម្រាបសួរពុកម៉ែបងប្អូនជនរួមឈាមជនរួមជាតិបាទទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំកាលណាខ្ញុំបានព្រៀងនៅប្រធានបទមួយដើម្បីនឹងជម្រាបជូនទុកជាកតិក្នុងការគិតពិចារណារបស់ប្រកាសណាគុណម្ចាស់គ្រប់ព្រះអង្គក៏ដូចជាពុកម៉ែមីមីបងប្អូនជនរួមឈាមជនរួមជាតិបាទទាំងក្នុងនិងក្រៅប្រទេសជាពិសេសអស់លោកអ្នកនយោបាយទាំងបកស្របបកប្រឆាំងបាទទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអ្នកដែលប្រឆាំងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសមេត្តាស្ដាប់និងពិចារណាតាមការគូហើយក្រោយពីស្ដាប់និងពិចារណាហើយបាទតើគូប្រព្រឹត្តប្រតិបត្តិបន្តទៅមុខទៀតបែបណាដើម្បីបំណងឬគោលដៅជាក់លាក់មួយថាតើឲ្យពូជខ្មែរឬក៏ឈាមជ័រនៃជាតិសាសន៍មួយនេះកិត្តិយសនៃជាតិសាសន៍មួយនេះបន្តមានកិត្យានុភាពឬក៏មានកិត្តិយសបាទនៅក្នុងពិភពលោកទៀតដែរឬក៏ទេបាទមើលខាងនេះជួយបើកភ្លើងមួយទៀតមកពាក់ព័ន្ធនឹងករណីទាំងអស់នេះខ្ញុំប្រកាសថាខ្ញុំកន្លងមកដូចជាច្រើនខែដែរហើយមើលទៅដូចជាមិនតិចខែទេបាទតែចឹងណាមិនតិចខែទេបាទដែលមិនមានវត្តមានបាទនៅក្នុងស្ទូឌីយោនៃការផ្សាយបើទោះបីជាតាមប្រព័ន្ធFacebook ក្តីឬក៏តាមប្រព័ន្ធ YouTube ក្តីគឺថាបាទអាខាតយូរហើយដោយមានបញ្ហា2ជាបញ្ហាប្រឈមបញ្ហាទី1គឺពាក់ព័ន្ធនឹងការរវល់ចំពោះការងារសង្គមផងនិងការងារផ្ទាល់ខ្លួនផងហើយដោយឡែកបញ្ហាទី2នោះគឺថាជាបញ្ហាសំខាន់ដែលធ្វើឲ្យមានការបាក់ទឹកចិត្តខ្លះនេះនិយាយត្រង់បាទបាក់ទឹកចិត្តខ្លះក្នុងការផ្សព្វផ្សាយព័ត៌មានឬដំណឹងក្នុងន័យរិះគន់ស្ថាបនាសង្គមព្រោះអ្វីដែលយើងលើកឃើញអ្វីដែលយើងទទួលបានអ្វីដែលយើងពាល់ត្រូវអ្វីដែលយើងចាប់បានបាទយើងមកទៅឲ្យអ្នកដទៃឃើញសរុបតែខ្លីថាអ្វីដែលយើងបានដឹងបានឃើញបានលឺបានពាល់ត្រូវបានចាប់បានគឺនៅពេលដែលផ្ដល់ជូនទៅអ្នកទី2ទី3មិនបានដូចបំណងបាទតែផ្ដល់ជូនអ្នកទី2ទី3បានដល់ជូនទៅមហាជនមិនបានដូចបំណងនេះជាបញ្ហាទី1ធ្វើឲ្យមានការបាក់ទឹកចិត្តកន្លងមកបាទមិនមានបំណងចង់បន្តការចុះផ្សាយឬការលើកឡើងពីបរិបទឬក៏បញ្ហាសង្គមជំរាបជូនទៅមិត្តបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាបន្តទៀតនេះទេប៉ុន្តែដោយសារតែឆន្ទៈមនសិការនៃគូក្បាលរបស់ខ្ញុំកាលណាខ្ញុំកើតមកជាកូនខ្មែរមានមនសិការមួយនៅមិនសោះនៅមិនស្រួលប្រសិនបើមិនបាននិយាយនៅអ្វីដែលចេញដែលកើតមកហើយមិន
ហើយខ្លួនទទួលបានហើយដើម្បីចែកចាយឲ្យអ្នកដទៃផ្សេងទៀតឬមហាជនមានប្រសងកុហកជាដើមលោកបានបន្តហាក់ដូចជាមានរូបបរិយាកាសជាស្ដីនៅបដិសកាខ្លួនឯងតែហេតុអីយើងមានសិទ្ធិនិយាយខ្លះដែរយើងមានឱកាសនិយាយខ្លះដែរយើងមានសិទ្ធិប្រាប់ឬចង្អុលបង្ហាញទិសដៅខ្លះដែរហេតុអីក៏មិនធ្វើហេតុអីក៏ត្រូវបញ្ឈប់នេះគឺវិបរិសារីបញ្ហាទៀតខ្លះទៀតយើងធ្វើគុណយើងធ្វើសេចក្តីល្អ100-200លានដងអំពីអាក្រក់ឬក៏ការឆក់ល្វែងតែបន្តិចតួចគឺធ្វើឲ្យបាត់បង់នៅតម្លៃនៃការប្រឹងប្រែងរបស់យើងបាទរាប់រយរាប់លានដងក៏ជាចំណុចធ្វើឲ្យយើងដាក់ទឹកចិត្តខ្លះដែរប៉ុន្តែនេះជាសច្ចចានុមត្តឬក៏សច្ចធម៌នៅក្នុងផ្លូវនៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រោះសម្ដែងប្រាប់ទុកឲ្យពុទ្ធសាសនិកជនលោកទទួលដឹងនិងគោរពប្រតិបត្តិតាមហើយលោកថាប្រៀបធៀបទៅនឹងថាកុសលមួយសំពៅអកុសលមួយចូលទៅសំបីតែប៉ុន្តែមិនលឹកដៃក៏ធ្វើឲ្យកុសលមួយសំពៅនោះផ្លាស់ប្ដូរពណ៌ឬក៏លែងបរិសុទ្ធផងដែរយើងយល់ប៉ុន្តែនិស័យជាបុថុជនបាទនិស័យជាបុថុជនយើងប្រឹងប្រែងយើងលះបង់យើងអត់មានស៊ីប្រាក់ខែរបស់នេះអត់មានស៊ីប្រាក់ខែពុកម៉ែបងប្អូនតាមរយៈរាជរដ្ឋាភិបាលយើងរិះគន់មន្ត្រីខូចខលមន្ត្រីផ្ដេកផ្សំផ្ដួលរំលោភសំគិតមន្ត្រីជើង10មន្ត្រីជើង6មន្ត្រីជើង4ឬមន្ត្រីកប់លពៅស្ងោបាទមន្ត្រីទំសំគូព្រៃតូចស៊ីតាមតូចធំស៊ីតាមធំយើងរិះគន់មិនបាននៅពេលដែលរិះគន់គេចំគេមានលុយគេប្តឹងទៅស្ថាប័នគ្រប់គ្រងយើងស្ថាប័នគ្រប់គ្រងយើងគឺគៀបសង្កត់យើងទៅរឿងក្រមសីលធម៌វិជ្ជាជីវៈអ្វីមិននិយាយខុសឬត្រូវគឺយ៉ាងម៉េចក៏មិននិយាយទេបាទនិយាយចំទៅមកនេះគឺនិយាយអំពីតែក្រមសីលធម៌វិជ្ជាជីវៈសូម្បីតែនិយាយខ្លាំងក៏មិនបានផងតែនេះធ្វើឲ្យយើងខ្ញុំមានទឹកចិត្តរិះគន់ស្ថាបនាសង្គមមួយនេះមិនได้ការតទៅទៀតប៉ុន្តែមានមកដល់នឹងថាមនសិការនៅតែមានទី2បើទោះបីជាឈ្មោះទុច្ចរិតបើទោះបីជាមន្ត្រីទុច្ចរិតដែលលោកបានអាងមានលុយមានកាក់សូប៉ាន់ឬក៏គ្នាខ្នងបាក់ពួកបាទកន្លងទៅតែប្តឹងផ្ដាល់ឬក៏ធ្វើទុកបុកម្នេញមកដល់យើងខ្ញុំឥឡូវនេះទទួលទោសបណ្ដាហើយបាទតួយ៉ាងដូចជាមន្ត្រីមួយដែលមានតួនាទីជាអគ្គនាយកដ្ឋានរងអគ្គនាយកដ្ឋានអន្តរជាតិវិទ្យាមតីក៏ត្រូវបានបកសាក់ទំនាក់ទំនងមន្ត្រីអតីតអធិការនគរបាលស្រុកសំទោសស្រងការរងនៃស្រងការដ្ឋាននគរបាលខេត្តកណ្ដាលមួយក៏ត្រូវបានចាប់ខ្លួននិងអ្នកផ្សេងទៅទៀតបានប្តឹងផ្ដាល់គឺទុកបុកម្នេញដល់យើងខ្ញុំឬក៏បងប្អូនដែលសារព័ត៌មានជាប់គឺត្រូវបានទទួលទោសជាបណ្ដាហើយក៏សូមអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលមានកតេបណ្ឌិត
វ័យឆ្លាតវ័យក្មេងកម្លាំងខ្លាំងប្រាជ្ញាញៀនពេញពេញបរិបូរណ៍លោកបាននឹងកំពុងតែកាត់ឧជាឬចាញ់ចោលបាទនៅសាច់ដែលស្អុយរលួយសាច់ដែលពុកផុយទាំងអស់នោះចេញជាបណ្ដាហើយទាំងនេះទើបធ្វើឲ្យឆន្ទៈមនសិការខ្ញុំប្រកាសណាខ្ញុំចាប់ផ្ដើមមានឡើងវិញបាទចាប់ផ្ដើមមានឡើងវិញកន្លងមកគឺគិតថាលះបង់ចោលហើយនៅការងារសង្គមនេះព្រោះធ្វើអីក៏មិនបានអាខូចផ្សាយអាខូចក៏មិនបានផ្សាយអាមន្ត្រីខលខូចក៏មិនបានផ្សាយឈ្មោះទុច្ចរិតក៏មិនបានដឹងក្រសួងហៅដឹងយូរហៅฉันទៅថាវាធ្វើឲ្យបាត់ទឹកចិត្តបំផែមិនអីទេបាទយើងនិយាយអ្វីដែលលែងឲ្យយើងបណ្ដឹងម្ចាស់ហើយថ្ងៃនេះខ្ញុំហាក់ដូចជាទទួលបានអារម្មណ៍សោកសៅណាស់តាំងពីព្រឹកមិញមកម្លេះដែលខ្ញុំបានឆែកព័ត៌មានផ្សេងទៅតាមបណ្ដាញសង្គមឃើញព័ត៌មានមួយដែលលោកស្រីម្នាក់លោកបានផ្សាយពីព័ត៌មានរបស់សហរដ្ឋអាមេរិកព័ត៌មាន Reuters ដែលចុះផ្សាយបាត់ទរណកម្មដាក់ទោសបាទឬក៏មើលថតពលរដ្ឋខ្មែរទូទាំងប្រទេសតែម្ដងដែលគេប្រើពាក្យ scam Cambodia បាទ scam Cambodia គាត់តែលើកតែពាក្យ scam Cambodia នេះគឺជួយចាប់យើងទទួលស្គាល់ថាយើងមានពិតកន្លងមកហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលមុខតកាលោកបានកំពុងតែប្រតិបត្តិការក្តៅបង្កើតទប់ស្កាត់បំផ្លាញឬក៏ទិញចោលនៅក្រុមនេះបាទដោយលោកដាក់កំណត់បើនិយាយឲ្យបានលោកដាក់កំណត់ឲ្យចាប់នៅដំណាក់ខែមេសាឆ្នាំ2026នេះឲ្យអស់ក្រុម scam online ទាំងក្នុងទាំងជាតិទាំងអន្តរជាតិហើយកន្លងមកលោកបានធ្វើច្រើនណាស់រាជរដ្ឋាភិបាលលោកបានធ្វើច្រើនណាស់ខ្ញុំគ្រប់គ្រងបាទលោកបានបណ្ដេញរាប់ម៉ឺនរាប់សែននាក់លើជនបរទេសស្ទើរតែគ្រប់ជាតិសាសន៍នៅក្នុងពិភពលោកដែលមកសំណំលាក់ខ្លួនពួនអាត្មាប្រព្រឹត្តនៅអំពើអនាចារថោកបោកឬក៏អំពើ scam តាមប្រព័ន្ធអនឡាញនេះនៅក្នុងប្រជាជាតិកម្ពុជារបស់យើងប៉ុន្តែបានហេតុដើមចោលពីការកើតឡើងប្រពោះនេះក៏ដោយសារតែមន្ត្រីខលខូចមន្ត្រីពុករលួយមកក្តាប់តូចដែលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងតែមកសម្អាតបណ្ដាហើយដោយកាលពីថ្ងៃអាទិត្យកន្លងទៅអាជ្ញាធរជាតិយុទ្ធប្រឆាំងអំពើពុករលួយដែលហៅកាត់ថា ACU បានចាត់ឧត្តមសេនីយ៍កាយ3អុកហៃសេឡាដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរវេសវតីនិងស្នងការរងរាជធានីភ្នំពេញឧត្តមសេនីយ៍ទូតកាយ2រួមទាំងកញ្ញានិងបព្វពួកផ្សេងទៀតយកទៅសួរនាំហើយពីថ្ងៃនេះនិយាយនេះបើជាមកនេះទេដឹងនឹងបញ្ជូនទៅកាន់អัยការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីលោក LE
ចូលព័ន្ធនាគារបន្តឬយ៉ាងណានោះទៅតាមនីតិវិធីនេះច្បាស់ប្រសិនបើបុគ្គលកាយ3និងកាយ2និងភរិយានឹងដាក់ខ្លួនផ្សេងទៀតបាននឹងប្រពន្ធរបស់ពលការចោទប្រកាន់នោះបែបនោះបាទនេះគឺចលហេកឬក៏ជាលទ្ធផលនៃការទប់ស្កាត់បង្ក្រាបហើយខ្ញុំសូមអង្វរទៅដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជារបស់យើងបន្តទៀតរួមទាំងអិសរាជជនជាន់ខ្ពស់ដែលមានសិទ្ធិមានសមត្ថកិច្ចគឺគាត់សូមមេត្តាបន្តបង្ក្រាបទប់ស្កាត់ពួកឈ្លើសង្គមឬពួកបាតសង្គមទាំងអស់នេះឲ្យអស់សូម្បីតែជាប់ពាក់ព័ន្ធនឹងមន្ត្រីមានសាសធំក៏ដោយក៏គួរត្រូវតែចាត់បុគ្គលនោះមកអនុវត្តទោសដើម្បីជាគំរូដល់វិតទៅតាដើម្បីជាគំរូដល់ពលរដ្ឋទៅតាដែលលោកបាទដែលលោកដែលលោកចាត់មើលថាតើចំណាត់ការរបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាពយ៉ាងណាចំពោះក្រុមដែលបំផ្លាញកិត្តិយសជាតិក្រុមដែលបំផ្លាញកិត្តិយសពូជសាសន៍ខ្មែរនេះរហូតដល់ព័ត៌មានធំលំដាប់ពិភពលោកនៅសហរដ្ឋអាមេរិកគឺព័ត៌មាន Reuters បានផ្សាយភ្ជាប់ឈ្មោះ scam online ទៅនឹងកម្ពុជាបើគេប្រើពាក្យថា scam Cambo scam ឬ scam bully scam វិញជាបន្តិចទៀតខ្ញុំនឹងចាក់คลิปនេះដើម្បីឲ្យមហាជនធ្វើការពិចារណាជាពិសេសកូនខ្មែរទាំងអស់បាទមេត្តាស្ដាប់និងពិចារណាបាទសូមជឿបាទតែអ្វីដែលបង្កសំណួរធំលើពីក្រុមសារអន្តរជាតិពីបោះស្រាយធំលើពីក្រុមសារអន្តរជាតិគឺកាសែតបលល្បីរបស់អាមេរិកនេះបានប្រើពាក្យ scam body ដើម្បីហៅប្រទេសកម្ពុជាចំណងជើងរបស់ខ្លួនតែការបកអាត្រាបញ្ហា scam គួរបំលែងឈ្មោះប្រទេសមួយទៅជាពាក្យក្នុងន័យមើលងាយបែបនេះដែរទេបើមើលតាមស្តង់ដារសារព័ត៌មានវិជ្ជាជីវៈពាក្យ scam body មិនមែនជាជំរើសសមរម្យសម្រាប់ចំណងជើងអន្តរជាតិទេជាពិសេសជាស្ថាប័នព័ត៌មានលំដាប់ពិភពលោកទៅទៀតចំណងជើងត្រូវការភាពតាក់ទាញមុតស្រួចប៉ុន្តែមិនមែនជាកន្លែងជន់ឈ្លីកិត្តិយសរបស់ប្រទេសមួយទាំងមូលឡើយចំណងជើងគួរតែត្រឹមត្រូវស្មើភាពនិងចំគោលដៅបញ្ហា scam នៅកម្ពុជាមានពិតមែនហើយធ្ងន់ធ្ងរផងក៏ប៉ុន្តែมันបានសំដៅតែទៅលើក្រុមប្រតិជនមេខ្លោងឬក៏មន្ត្រីដែលត្រូវបានគេចោទប្រកាន់ថាខុបខិតប៉ុណ្ណោះទេ scam body ជាពាក្យដែលទាញប្រទេសទាំងមូលប្រជាជនទាំងមូលនិងអត្តសញ្ញាណជាតិខ្មែរទាំងមូលឲ្យអាម៉ាស់អាប់អោននិយាយឲ្យចំកាសែតមួយអាចស៊ើបអង្កេតរឿងអាស្រូវឬបណ្ដាញឧក្រិដ្ឋកម្មបានយ៉ាងរឹងមាំដោយមិនចាំបាច់ប្រើពាក្យបង្អាប់ប្រទេសគេនោះឡើយទុកបញ្ហាចំណងជើងមួយអត់លើអត្ថបទរបស់កាសែត Wall Street Journal ក៏បានចាត់យកបញ្ហាពិតដែលកម្ពុជាខ្លួនឯងមិនអាចមើលរំលងកាសែតនេះបានព័ត៌មានថាឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជាបានរីកធំពីក្រុមតូចៗដែលលាក់ខ្លួនតាមអគារទៅជាឧស្សាហកម្មឆ្លងដែនដែលមានទីតាំងធំៗរាប់រយកន្លែងខ្លះស្ទើរតែស្មើទីប្រជុំជនតូចមួយទៅហើយនិងប្រើកម្លាំងពលកម្មបរទេសយ៉ាងច្រើនអត្ថបទនេះបានដកស្រង់ការប៉ាន់ស្មានពីអ្នកជំនាញថាបណ្ដាញ scam មានចំនួនប្រចាំឆ្នាំប្រហែលជា $19,000 លានឬស្មើនឹងជិត 40% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាអត្ថបទរបស់ Wall Street Journal ក៏មិនឈប់ត្រឹមការព័ត៌មានអំពីទំហំទឹកប្រាក់និងចំនួនទីតាំងនេះទេប៉ុន្តែបានចូលទៅដល់រចនាសម្ព័ន្ធអំណាចនៅពីក្រោយបញ្ហានេះផងដែរកាសែតនេះបានរៀបរាប់ពីបុគ្គលមួយចំនួនដែលត្រូវអាមេរិកដាក់ទណ្ឌកម្មនិងត្រូវស្ថាប័នស៊ើបអង្កេតបរទេសតាមចាប់ខ្លួនរួមទាំងមហាសេដ្ឋីកាស៊ីណូក្រុមហ៊ុនអភិវឌ្ឍន៍អគារធំៗនិងទីប្រឹក្សារបស់មន្ត្រីធំៗមួយចំនួន Wall Street Journal បានយកទៅលើឯកសារផ្លូវច្បាប់បញ្ជីក្រុមហ៊ុនកំណត់ត្រាកម្មសិទ្ធិនិងទណ្ឌកម្មពីអាមេរិកដើម្បីបង្ហាញថាបញ្ហា
กมนี้อาชีพโจรอาชีพกรรมทมอำนาจนโยบายน้ำมนุษย์มีอิทธิพล Wall Street Journal ก็บันทึกเกี่ยวกับกำลังปฏิบัติการในក្នុងទីតាំង scam នៅកម្ពុជាផងដែរអាសេទីថាមានកម្មករបរទេសជាច្រើនត្រូវបានបង្ខំឲ្យធ្វើការជាអ្នកបោកប្រាស់អនឡាញដោយខ្លះរងការវាយដំឆក់ខ្សែភ្លើងនិងគំរាមលក់បន្តទៅក្រុមផ្សេងកាសែតដដែលក៏បានទាញភ្ជាប់បរិបទអន្តរជាតិផងដែរដោយលើកឡើងពីការឈរបោកនៅអាស៊ីអាគ្នេយ៍ទាំងមូលដើម្បីបង្ហាញថាបញ្ហានៅកម្ពុជាមិនមែនជាវិបត្តិរបស់កម្ពុជាតែមួយទេប៉ុន្តែជាបញ្ហាសន្តិសុខហិរញ្ញវត្ថុនិងការអនុវត្តច្បាប់អន្តរជាតិ Wall Street Journal ក៏បានលើកឡើងពីយុទ្ធនាការដ៏ក្តៅគគុករបស់កម្ពុជាដើម្បីបង្ក្រាប scam ផងដែរក្នុងនោះមានការវាយឆ្មក់ជាង250ទីតាំងបាក់សំណុំរឿងលើមេខ្លោងសង្ស័យ750នាក់និរទេសជនបរទេស 48,000 នាក់ហើយជនសង្ស័យជាង 20,000 នាក់ផ្សេងទៀតបានចាកចេញពីកម្ពុជាទោះយ៉ាងណា Wall Street Journal បានបញ្ជាក់ថាមេខ្លោងដែលត្រូវអាមេរិកដាក់ទណ្ឌកម្មមួយចំនួនទៀតមិនទាន់ត្រូវបានចោទប្រកាន់ឬចាប់ខ្លួននៅកម្ពុជានៅឡើយទេអត្ថបទដដែលបានដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីដែលទទួលស្គាល់ថាការភ្ជាប់ឈ្មោះកម្ពុជាជាមួយនឹងអង្គើបោកប្រាស់អនឡាញកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចផ្លូវការរបស់កម្ពុជានិងការវិនិយោគពីបរទេសមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ទៀតនិយាយថាមនុស្សធ្លាប់ស្គាល់កម្ពុជាតាមរយៈអង្គរវត្តនិងអរិយធម៌ខ្មែរប៉ុន្តែពេលនេះប្រទេសខ្លះបែរជាភ្ជាប់កម្ពុជាជាមួយនឹង scam អនឡាញទោះជាអត្ថបទការមួយរបស់ Wall Street Journal ប្រមូលផ្ដុំព័ត៌មានយ៉ាងលម្អិតប៉ុន្តែវាក៏មិនធ្វើឲ្យការហៅកម្ពុជាថា Cambodia ក្នុងចំណងជើងខ្លីទៅជារឿងត្រឹមត្រូវនោះឡើយព្រោះសារព័ត៌មានវិទ្យាជីវៈត្រូវផ្ដោតទៅលើគោលដៅនៃអត្ថបទរបស់ខ្លួនបើបញ្ហាគឺបណ្ដាញ scam គួរតែវាយប្រហារតែលើបណ្ដាញ scam បើបញ្ហាគឺមេខ្លោងក្រុមហ៊ុនឬក៏មន្ត្រីពាក់ព័ន្ធគួរតែដាក់ឈ្មោះនិងដាក់ការទទួលខុសត្រូវទៅលើអ្នកទាំងនោះតែការបំលែង Cambodia ទៅជា Cambodia វាទាញប្រទេសទាំងមូលទៅរកភាពអាម៉ាស់ដោយផ្ដល់អយុត្តិធម៌ទៅដល់សង្គមខ្មែរទាំងមូលដែលមានអរិយធម៌កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួនបាទប្រិមិត្តទីតាំងជើងបាទខ្ញុំជឿចាប់បាទជឿចាប់មែនទែនជឿចាប់ដល់រកអីពីទៅបាត់បានមិនគួរកសែតដល់ល្បីលំដាប់ពិភពលោកមួយនេះលោកគ្មានវិជ្ជាជីវៈហើយលោកបង្កាច់បង្ខូចកិត្តិយសជាតិខ្មែរជាតិកម្ពុជាមួយទាំងមូលដោយសារតែក្រុមអ ុក្រិដ្ឋជននិងមន្ត្រីខលខូចមកក្តាប់តូចតែប្រព័ន្ធនោះទេដែលបានប្រព្រឹត្ត Scam Cambodia មិនធម្មតាបានតែពលរដ្ឋខ្មែរទាំងអស់គ្មានវប្បធម៌ស៊ីវិល័យថ្លៃថ្នូរដោយអ្វីដែលដូនតាបានបន្សល់ទុករាប់ពាន់ឆ្នាំកន្លងមកហើយនោះទេជួយចាប់ណាបាទជួយចាប់ណាក្រោយបានទទួលឃើញទៅព័ត៌មានមួយនេះខ្ញុំមិនដឹងថាប្រសង់បកណាព្រះអង្គគ្រប់អង្គពុកម៉ែមានមីបងប្អូនបាទអ្នកនយោបាយនៃគណៈបកប្រជាជនកម្ពុជាអ្នកនយោបាយនៃគណៈបកប្រឆាំងផ្សេងឬអ្នកនយោបាយនៃបកនយោបាយផ្សេងឬក៏ជនរួមជាតិជនរួមឈាននៅក្នុងនគរប្រទេសទាំងនិន្នាការស្របនិន្នាការប្រឆាំងលោកមានការគិតយ៉ាងណានោះក៏ខ្ញុំមិនដឹងដែរប៉ុន្តែសម្រាប់ខ្ញុំឈឺចាប់បាទឈឺចាប់មែនតើក្រោយពីបានឮព័ត៌មាននេះព្រឹកមិញបានឃើញបាទហើយព័ត៌មាននេះទើបតែកើតការចុះផ្សាយថ្មីដែរទេហើយខ្ញុំក៏មិនដឹងថាគោលនយោបាយក៏គោលការណ៍របស់រដ្ឋាភិបាលតាមរយៈស្ថានឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកឬក៏បាទក្រសួងការបរទេសនៃរដ្ឋាភិបាលខ្មែរយើងលោកមានការតវ៉ាឲ្យកសែតReutersលំដាប់ពិភពលោកមួយនេះបាទធ្វើការកែតម្រូវនៃការផ្សាយរបស់ខ្លួនដែរឬទេឬក៏យ៉ាងណាក៏ខ្ញុំអត់ដឹងដែរប៉ុន្តែសម្រាប់ខ្ញុំជាកូនខ្មែរមួយរូបមានការឈឺចាប់ហើយសូមអង្វរនិងសំណពរបាទរដ្ឋាភិបាលគួរមានវិធានការស្នើសុំឬក៏វិធីសាស្ត្រណាមួយ
នីតិវិធីណាមួយតាមផ្លូវច្បាប់ក្តីឲ្យកសែតនេះធ្វើការសុំទោសជាសាធារណៈលើការបកស្រាយឲ្យដាច់រវាង scam online ដែលមាននៅក្នុងប្រទេសកម្ពុជានិង scam កម្ពុជាពាក្យថា scam កម្ពុជាបានលេខថាខ្មែរទាំងអស់មិនថាប្រុសមិនថាស្រីមិនថាក្មេងមិនថាចាស់អ្នកស្រែចម្ការព្រៃភ្នំក្រាំថ្មគិរីបបតាអ្នកក្រុងអ្នកផ្សារគឺនៅក្នុងនេះទាំងអស់បានលេខជាង16 17លានហ្នឹងគឺថាសុទ្ធតែជាពលរដ្ឋ scam បាទជាពលរដ្ឋ scam ទាំងអស់ពល scam កម្ពុជាមិនគួរឈ្មោះលបែងពីលីអាវ៉ាសែលបែងបាត់ផ្សារមកភ្ជាប់ជាមួយនឹងកិត្តិយសដ៏ថ្លៃថ្នូរនៃជាតិខ្មែរទេជាពិសេសគឺកិត្តិយសពលរដ្ឋខ្មែរទូទាំងពិភពលោកនេះបាទពាក់ព័ន្ធនឹងករណីទាំងអស់នេះខ្ញុំប្រកាសថាខ្ញុំសូមសំណូមពរឲ្យអំពាវនាវដល់ពលរដ្ឋខ្មែរហើយក៏ជួយឱកាសនេះបន្ថែមការសំណូមពរទៅប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាវត្តបតីហ៊ុនម៉ាណែតជាប្រមុខសូមមេត្តាបន្តមកក្រាបបន្ថែមទៀតសូម្បីតែលបែងអបាយមុខផ្សេងតាមភូមិតាមឃុំតាមស្រុកតាមខេត្តតាមតំបន់នីមួយក៏គួរតែដាក់ប័ណ្ណបញ្ជាក្តៅចំពោះចវាយខេត្តចវាយស្រុកស្នងការអធិការនៃប៉ុស្តិ៍នៃឃុំខេត្តណាស្រុកណាស្នងការណាប៉ុស្តិ៍ណាអធិការណាមិនបង្កើតបន្ទប់ស្កាត់នៅលបែងស៊ីសងដែលចាត់ទុកក្នុងលបែងអបាយមុខនៅក្នុងផ្លូវពុទ្ធសាសនាគឺសុំដកកបោះចោលអត់ខ្វះទេកុលបុត្រខ្មែរដែលរៀនសូត្រចប់បាក់ឌុបចប់បរិយាបត្រអនុបណ្ឌិតលោកមានមនសិការល្អចង់បម្រើជាតិរបស់យើងមិនខ្វះទេសម្ដេចមិនខ្វះទេមន្ត្រីដែលខុបខិតពុករលួយព្រៃផ្សំផ្ដួលរមូលសំគិតសូមមេត្តាដកកបោះចោលទៅកុំទុកបន្តទៀតសម្ដេចត្រូវតែមានការកែប្រែទើបយកបេះដូងរាជបាទប្រសិនបើសម្ដេចមិនប្រើធម៌ក្តៅខ្លះទេនៅតែយោគយល់មន្ត្រីនេះធ្លាប់ជួយមន្ត្រីនេះមិនធ្លាប់ជួយមន្ត្រីធ្លាប់ចេះធ្លាប់ចោះបាទបោះឆ្នោតអាណត្តិក្រោយនេះប្រសិនបើបកប្រឆាំងឬក៏អ្នកដែលមានមតិផ្ទុយច្រើនគឺគុំសង្ឃឹមថាបានជាប់ឲ្យសោះប្រសិនបើគ្មានការកែប្រែនេះខ្ញុំហ៊ាននិយាយបច្ចុប្បន្នបាទព្រោះខ្ញុំស្រឡាញ់គោលនយោបាយរបស់គណៈបកប្រជាជនតែខ្ញុំមិនស្រឡាញ់មន្ត្រីមួយចំនួនរបស់គណៈបកប្រជាជនទេមានទេពួកខ្ញុំក៏ជាក្រុមការងារលះបង់យុទ្ធឈាមចំណេះដឹងបញ្ញាញាណរួមទាំងលុយកាក់ផ្ទាល់ខ្លួនដើម្បីជួយពង្រឹងគោលនយោបាយរបស់គណៈបកប្រជាជនបាទដោយនៅក្រសួងព័ត៌មានគឺចុះទៅបាទក្រុមការងារចល័តនៅស្រុកចិត្តបុរីអត់នៅខេត្តកំពតគឺក្រុមការងារមួយក្រុមរបស់ដែលក្រោមបាទក្រុមការងារចលនាកសាងសមាជិកបកនៅមូលដ្ឋានខេត្តកំពតចុះទៅស្ទូរាល់ខែមួយខែម្ដងពីរដងក៏មានពីរដងក៏មានហើយលះបង់ផ្ទាល់ខ្លួនទាំងអស់អត់មានបានលុយកាក់ពីមន្ត្រីណាទេពីឯកឧត្តមណាពីអុកញ៉ាណាជំទាវជំទឹកណាក៏អត់មានដែរបាទគឺដើម្បីអីដើម្បីចូលរួមជួយការពារគោលនយោបាយរបស់គណៈបកប្រជាជនកម្ពុជាដែលខ្ញុំគោរពហើយស្រឡាញ់
តែខ្ញុំមិនគោរពហើយក៏មិនស្រឡាញ់ចូលចិត្តមន្ត្រីមួយចំនួនក្នុងជួរនៃគណៈបកប្រជាជនកម្ពុជាដែរនេះសូមជម្រាបណាបាទខ្ញុំមិនស្រឡាញ់មិនចូលចិត្តទេមន្ត្រីខលខូចមន្ត្រីពុករលួយចវាយខេត្តមួយចំនួនរដ្ឋមន្ត្រីមួយចំនួនចវាយក្រុមចវាយមេឃុំចៅសង្កាត់មេប៉ុស្តិ៍អធិការស្របការមួយចំនួនអាក្រក់ជួយជាតិអាក្រក់ទៅតែហើយទៅចេះតែឡើងសាក់បាទដោយសារអីដោយសារតែបើនិយាយតាមផ្លូវធម៌ថាអ្នកសាងកម្មមិនស្ងាត់ឲ្យបាត់សូនគុំដឹងខ្លួនបែរសោកសៅក្តៅសម្រេងសោកលោកនេះសោកលោកនាយឆ្ងាយអ្វីសោកកន្លែងសោកឥតស្រៈលំបាកក្រៃអ្នកកុំភ្លេចថាអ្វីដែលអ្នកបានធ្វើអ្នកមិនទទួលផលឲ្យសោះកាលណាមានមេឃនិតប្រកាសជាមានភ្លៀងឬរលំហើយក៏តាមមិនប្រកាសតែកន្លែងយើងឬកន្លែងគេកាលណាមានផ្សេងដាច់ខាតគឺមានប្រភពវាគឺមានភ្លៀងហើយចាំអស់លោកកុំត្រេកអរនៅអំពើអបាយមុខខាងវិញចឹងទេមានសនំពលសម្ដេចដែលជាប្រមុខរាជរដ្ឋាភិបាលមិនខ្វះទេមន្ត្រីស្អាតស្អំសម្ដេចមិនខ្វះទេមន្ត្រីដែលមានឆន្ទៈមនសិការជួយសង្គមបាទមិនមែនតតែក្រុមប្រឆាំងកាត់មុខដែលគេតែគេស្នេហាជាតិទៅទេមិនមែនទេពួកនេះមកអាក្រក់លើកពីមេឃុំចវាយខេត្តចវាយស្រុកអធិការស្របការ BPM មួយចំនួននៅក្នុងរាជរដ្ឋាភិបាលយើងបច្ចុប្បន្នទៀតផងក៏មានដែរបាទក៏ថាល្អពួកនេះមិនល្អទេប៉ុន្តែដើម្បីយកសម្ដានរបស់រាជឲ្យបានយកបេះដូងរាជឲ្យបាននោះគឺថាមិនលំបាកទេអ្វីដែលជាបទពិសោធន៍ដែលខ្ញុំកាលណាខ្ញុំចុះមូលដ្ឋានរយៈពេល7ជា10ឆ្នាំនេះបាទចុះទៅក្នុងវិស័យព័ត៌មានចុះក្នុងវិស័យដោះស្រាយបញ្ហាជាមួយឧត្តមក្រុមប្រឹក្សាពីគូទៅប្រយោបល់កាលពីអាណត្តិទី1កាលពីសម្ដេចតេជោលោកកាន់តំណែងជានាយករដ្ឋមន្ត្រីហើយបច្ចុប្បន្ននេះចុះទាំងវិស័យសារព័ត៌មានផងចុះទាំងវិស័យបកនយោបាយផងជាពិសេសក្នុងនាមជាសមាជិកមួយរបស់គណៈបកប្រជាជនកម្ពុជាផងគឺសង្កេតឃើញស្ទើរតែគ្រប់គេហៅថាគ្រប់ល្បិចកិច្ចកលរបស់អ្នកមានមួយចំនួនឬអ្នកធំមួយចំនួនដែលតែងតែយកអំណាចយកលុយយកបំសាក់ទៅទៀបសង្កត់ធ្វើបាបប្រជាពលរដ្ឋដែលធ្វើឲ្យរាជក្តៅក្រហាយធ្វើឲ្យរាជធ្វើពលរដ្ឋធ្វើប្រជារាជខឹងសម្បាជាប្រតិបត្តិសារដល់រាជរដ្ឋាភិបាលឬក៏រហូតពេលខ្លះជារហូតដល់ឪពុកសម្ដេចបវរទឹកដីជាដល់ជីតាសម្ដេចបវរទឹកដីឬក៏ក្រុមគ្រួសារប្រាក់ដឹកនាំដែលលោកបានកំពុងតែដឹកនាំនៅល្អមានកំណែតម្រង់ជាបណ្ដានេះផងក៏មានដែរដោយសារអីដោយសារតែទង្វើរបស់មន្ត្រីខលខូចខ្ញុំអត់ខ្លាចនិយាយទេខ្ញុំស្រឡាញ់គោលនយោបាយរបស់បកខ្ញុំស្រឡាញ់គណៈបកតែខ្ញុំមិនស្រឡាញ់មិនគោរពមន្ត្រីខលខូចមន្ត្រីពុករលួយមន្ត្រីក្របលំពៅស្ងោឬមន្ត្រីប្តីផ្សំព្រួលឬសំព្រិចនៅក្នុងជួរនៃគណៈបកប្រជាជនឬជួរនៃរាជរដ្ឋាភិបាលទេមិនគ្រប់ទេឲ្យប្រមាណក៏មិនគ្រប់ទេឲ្យតែអាក្រក់ជួរជាតិបានទេប៉ុន្តែដើរជាដើរធ្វើការជាធ្វើការពួកយើងអត់មានសិទ្ធិអីសម្រេចទេគេឲ្យជួយអីធ្វើដល់ទៅតែបើឲ្យធ្វើអ្វីដែលខុស
ពីវិនាសការទៅក្បត់ពលរដ្ឋទៅធ្វើអពលរដ្ឋគឺមិនធ្វើដាច់ខាតមកអ្នកណាក៏ដកទៅអត់មានប្រាក់ខែពីរៀបស៊ីប្រាក់ខែរៀបតាមរយៈរដ្ឋាភិបាលទេអត់ទេបច្ចុប្បន្នទេបាទសុំតែកិត្តិយសមួយក៏បានដែរពីរដ្ឋាភិបាលដោយការប្រឹងប្រែងកន្លងមកនឹងទៅបច្ចុប្បន្ននឹងទៅអនាគតទេបាទប៉ុន្តែមិនទាន់បានពេញលេញឡើយទេពីរដ្ឋាភិបាលបាទមួយជីវិតរបស់ខ្ញុំកាលណាខ្ញុំនេះតាំងពីអាយុ14ឆ្នាំ15ឆ្នាំគឺខ្ញុំបានចូលបម្រើនៅក្នុងវិស័យសង្គមគឺវិស័យសាសនាបាទនេះជាផ្នែកមួយនៃបាវចនានៃព្រះរាជាណាចក្រកម្ពុជារបស់យើងគឺជាតិសាសនាព្រះមហាក្សត្របាទបើជាតិយើងរុងរឿងសាសនាអន្តរាយសាសនាមានជំរុះសាសនាអរិយចម្រើនក៏ជាតិនោះអាចលឿនបានដែរអត់ស៊ីវិល័យបានដែរចឹងខ្ញុំបម្រើសាសនាជិត20ឆ្នាំបាទជាង20ឆ្នាំចេញមកក៏អត់បានធ្វើចោលទេដែរគឺថាធ្វើជារក្សាព័ត៌មានទៀតប្រឡូកទៅក្នុងសង្គមដោះស្រាយបញ្ហាវិវាទដីធ្លីបញ្ហាចំនួនគឺបញ្ហាដែលបង្កឡើងដោយមន្ត្រីខលខូចបុគ្គលួយគឺបាបប្រជាពលរដ្ឋដើម្បីយកបេះដូងវាមកឲ្យរាជរដ្ឋាភិបាលវិញបាទចូលមកសេចក្ដីបាទដើម្បីយកបេះដូងនេះមករាជរដ្ឋាភិបាលវិញចឹងទេបាទខ្ញុំប្រកាសថាខ្ញុំសុំទៅនពរដល់សម្ដេចបាទមហាបវរធិបតីនិងឥស្សរជននៃរាជរដ្ឋាភិបាលដែលមានកតេបណ្ឌិតវែងឆ្លាតក្មេងៗសកលក្រោយនេះសូមមេត្តាជំរុះនៅអាស្មិចនិងមេនះទទួលយកការពិតទទួលយកនៅអ្វីដែលខ្លួនត្រូវធ្វើឬទទួលយកនៅអ្វីដែលខ្លួនត្រូវប្រតិបត្តិបន្តបាទនេះមករឿងព័ត៌មានដែលចុះផ្សាយដោយ Reuters ខ្ញុំនៅតែមានការឈឺចាប់ដូចឈឺចាប់ពេកបាទឈឺចាប់ពេកបាទឈឺចាប់ពេកមិនមែនឈឺចាប់ធម្មតាទេបាទក្រោយពីទទួលស្ដាប់មកលោកស្រីគាត់អានមកគឺថាស្លុតរន្ធត់ប៉ុន្តែសង្ឃឹមថាការគិតបែបនេះមានតែខ្ញុំកាលណាខ្ញុំមិនដាក់ទៅចោះតែជាបងប្អូនពលរដ្ឋខ្មែរដទៃទៀតលើកគិតថាវាអត់ស្អីទេវាស្អីទេវាសុខយើងវាមានតែចឹងមែនបាទខ្ញុំមិនប្រកែកទេគឺថាវាប្រកបជាមានហើយប៉ុន្តែយ៉ាងណាក៏ដោយដល់រដ្ឋាភិបាលលោកបានកំពុងតែទប់ស្កាត់និងបង្ក្រាបបាទរឿងល្បែងទាំងអស់នេះបាទប៉ុន្តែយ៉ាងណាក៏ដោយគឺថាបាទពលរដ្ឋខ្មែរត្រូវចងចាំថាគេផ្សាយនេះមិនមែននិយាយតែបុគ្គលឬក៏មន្ត្រីដែលមានបានដែលបានឱកាសឲ្យក្រុមឧក្រិដ្ឋជនជាតិបរទេសរាប់សែននាក់ចូលមកបង្កើតមកសម្បុកស្កេនឬក៏សម្បុកអបាយមុខនៅក្នុងប្រទេសជាតិយើងរបស់យើងនេះកន្លងមកនេះលោកបានស៊ីឆ្អែតឆ្អន់បាទហើយត្រូវទំនៀមទម្លាប់ទៅនេះគឺថាគាត់មិនប្របាក់ទេប៉ុន្តែសម្រាប់យើងបាទពលរដ្ឋខ្មែរជាង10លាននេះដែលមិនបានដឹងសោះមិនជឿចាប់យ៉ាងម៉េចមកគេភ្ជាប់ពាក្យ scam Cambodia មកឯពលរដ្ឋកម្ពុជាឬប្រទេសកម្ពុជាគឺប្រទេសមកផ្ទះ
ប្រទេសជំនឿប្រទេសប្រព្រឹត្តដល់ពលទុច្ចរិតតើវិនិយោគិនឯណានោះហៀបបោះទុនរាប់ម៉ឺនសែនលានមកវិនិយោគមកមុខរបរទទួលទានឬក៏រកស៊ីនៅក្នុងស្រុកយើងនោះណាយើងត្រូវគិតបែបនេះឧទាហរណ៍គ្រួសារពីរនៅផ្ទះជិតគ្នាគ្រួសារមួយល្បីតែជេរកូនជេរប្រពន្ធវាយប្តីវាយប្រពន្ធវាយកូនឆ្លោះគ្នាព្រឹកល្ងាចគ្រួសារមួយទៀតចង់ទៅចងតឡងវាចងមិត្តភាពក៏គិតដែរមិនមានទៅចងមិត្តភាពតឡងបងប្អូនទៀតទេគិតមើលអញបើសិនទៅចូលតឡងមួយហ្នឹងអញទៅប្រឈមមុខនឹងបញ្ហាចឹងដែរណាចិត្តគេតម្រាំនឹងសម្រេចចិត្តថាទៅចងតឡងជាមួយគ្រួសារមួយដែលគ្មានរបៀបរៀបរយបែបនេះដែលទទួលបានពីការញាក់ងាយពីមនុស្សជុំវិញខ្លួននេះតើងាយទទួលបានទេមិនងាយទេបាទមិនងាយទទួលបាននៅអ្វីដែលខ្លួនចាប់បានទេបាទប្រិយមិត្តទស្សនិកជនបងប្អូនជនរួមឈាមជនរួមជាតិបាទទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីស្រឡាញ់នេះជាคลิปមួយឬក៏ជាវគ្គទី1ដែលខ្ញុំបានចេញនៅថ្ងៃចេញផ្សាយនៅថ្ងៃនេះគឺស្ថិតនៅក្នុងថ្ងៃទី22បាទខែមេសាឆ្នាំ2026ដែលខ្ញុំកាលណាខ្ញុំនោះខានបានសូនៅក្នុងស្ទូឌីយោឬក៏ផ្សាយ live តាមតំបន់ផ្សេងៗក៏យូរហើយដែរប៉ុន្តែមិនប្រកាសថាលះបង់ចោលនៅបាទកិច្ចការសង្គមមួយនេះទេកិច្ចការសង្គមមួយនេះគឺបានបង្រៀនខ្ញុំឲ្យចេះមើលមនុស្សច្រើនណាស់បានបង្រៀនខ្ញុំឲ្យស្គាល់អំពីចរិតមន្ត្រីចរិតឈ្មួញសុចរិតនិងទុច្ចរិតច្រើនណាស់មន្ត្រីខិលខូចនិងមន្ត្រីល្អក៏ច្រើនដែរតែពេលដោយសារបញ្ហាសុខភាពរយៈកាលកន្លងនេះគឺថារៀបពងកធ្ងន់ធ្ងរតាំងពីមុនចូលឆ្នាំខ្មែរបាទគឺតាំងពីថ្ងៃដែលខ្ញុំកាលណាខ្ញុំបានរៀបចំកម្មវិធីបុណ្យកន្លងទៅនៅថ្ងៃពីខែ3មកម្លេះបាទគឺថ្ងៃ15 16បាទខែមីនាគឺសករាជ2026កន្លងមករហូតដល់មកចូលឆ្នាំនេះអស់រយៈពេលជាង1ខែហើយប៉ុន្តែបញ្ហារលាកកំពង់កនោះទើបតែបានធូរស្រាលហើយគ្នានិយាយបានច្រើនតិចដូចជាចង់1ម៉ោងទៅហើយដែរនេះបាទចង់1ម៉ោងទៅហើយដែរចឹងទេសូមslash permission ហើយប្រហែលជាមិនអាចបន្តវគ្គទី2ឬក៏คลิปទី2បន្តទៀតបានទេឬយ៉ាងម៉េចចាំមើលសិនព្រោះខ្ញុំនៅមាន3ប្រធានបទទៀតឯនោះគឺខ្ញុំចង់លើកឡើងអំពីផលលំបាកនៃអំពើអបាយមុខទាំង4បាទដើម្បីអប់រំសង្គមបាទហើយនឹងពាក់ព័ន្ធនឹងលបាយអបាយមុខនឹងស្អីខ្លះហើយប្រធានបទទី2នេះគឺពាក់ព័ន្ធនឹងពលរដ្ឋដែលយើងជាពលរដ្ឋនៅក្នុងសង្គមមួយតើគួរធ្វើខ្លួនបែបណាបាទហើយបញ្ហាទី3គឺយុវជននិងព្រះពុទ្ធសាសនាប្រទេសយើងមានព្រះពុទ្ធសាសនាប្រទេសយើងមានព្រះមហាក្សត្រគឺយើងគួររស់នៅគួរចេះគួរប្រតិបត្តិគួរប្រព្រឹត្តបែបណាខ្ញុំនឹងលើកជាបន្តបន្ទាប់ចាប់ចាំងពីថ្ងៃនេះតទៅអាចមួយថ្ងៃចេញមួយคลิปឬក៏2คลิปក៏មិនដឹងតាមសុខភាពឥឡូវនេះគឺសូមបញ្ចប់វគ្គនេះតែប៉ុណ្ណេះហើយជូននៅបាទជូននៅ
បាទផលលំបាកឬក៏ទូទាត់នៃការប្រព្រឹត្តនៅល្បែងពីលាវាសាផ្សេងៗហើយក៏សូមផ្ដាំទៅដល់បាទលោកវិប៉ុសលោកវិឃុំនៅស្រុកកំណើតរបស់ខ្ញុំកាលណាខ្ញុំនោះផងគឺនៅខាងឃុំពពេលស្រុកក្រាមកក់ខេត្តតាកែវសូមលោកមេត្តាបាទជួយបាទមើលល្បែងស៊ីសងបញ្ហាគ្រឿងញៀនគ្រឿងស្រវឹងអីហ្នឹងគឺថាសូមមេត្តាជួយទប់ស្កាត់បង្ក្រាបឲ្យបានញឹកញាប់ផងសូម្បីតែល្បែងលេងស៊ីគូថៃនឹងក៏ជាការបង្កនៅបញ្ហាឆ្លុះប្រកែកក្នុងគ្រួសារមកជាបញ្ហាអខានការរៀនសូត្ររបស់កុមារាកុមារីជាកូនកូនជាចៅបាទហើយក៏ជាការដើមហេតុដើមចំនៃការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារផងដែរចឹងទេសូមលោកវិប៉ុសបាទនិងលោកវិឃុំមេត្តាមើលជាប្រចាំបាទមើលជាប្រចាំហើយទប់ស្កាត់បាទដូចភ្លៀងរលឹមបើសិនជាលោកទប់ស្កាត់មិនបានទេបាទខ្ញុំនឹងមានវិធានការបន្តទៅថ្នាក់លើបន្តទៀតបាទសូមអរគុណសូមស្ដាប់និងពិចារណានៅបាទអ្វីដែលជាទោសទណ្ឌនិងផលលំបាកដែលកើតចេញពីល្បែងស៊ីសងល្បែងពីលាវាសាបាទសូមជួយបាទតាមដានទស្សនានុស្រាប់បាទសូមជួយតើអ្នកលេងល្បែងស៊ីសងមានទោសកម្រិតណាហើយអ្នកបើកបនល្បែងស៊ីសងមានទោសកម្រិតណាហើយតើការបើកបនល្បែងឬកាស៊ីណូខុសច្បាប់ដែរឬទេល្បែងស៊ីសងគ្រប់ប្រភេទគឺត្រូវបានច្បាប់ហាមឃាត់មិនឲ្យប្រជាជនលេងជាដាច់ខាតហើយនៅក្នុងធម៌របស់ព្រះពុទ្ធក៏បានហាមមិនឲ្យលេងល្បែងហើយក្រៅពីនោះក៏មានពាក្យព្រានប្រដៅរបស់ដូនតាដែលតែងតែហាមមិនឲ្យលេងល្បែងស៊ីសងម្ដាយឪពុកក៏តែងតែហាមកូនប្រុសស្រីមិនឲ្យលេងល្បែងស៊ីសងផងដែរពីព្រោះថាអ្នកលេងល្បែងស៊ីសងមិនដែលចំណេញហើយក៏នាំឲ្យមនុស្សខូចប្រយោជន៍ផងដែរឬដែលគេតែងនិយាយថាល្បែងតែងវិនាសទោះជាមានការហាម5យ៉ាងណាក៏ដោយតាំងពីបុរាណមកដល់ពេលបច្ចុប្បន្នក៏នៅតែមានអ្នកលេងល្បែងស៊ីសងផងដែរដូចនេះនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងមកនិយាយដែលខ្ញុំនឹងលើកយក3ចំណុចមកនិយាយប្រាប់អ្នកទាំងអស់គ្នាទី1គឺនិយាយអំពីអ្នកលេងល្បែងស៊ីសងនឹងត្រូវមានទោសកម្រិតណាទី2គឺនិយាយអំពីអ្នកដែលហ៊ានបើកបនល្បែងស៊ីសងមានទោសកម្រិតណាហើយទី3បើសិនជាការលេងល្បែងស៊ីសងក៏ដូចជាការបើកបនល្បែងស៊ីសងគឺខុសច្បាប់ចុះហេតុអ្វីបានជាមានការបើកបនល្បែងឬក៏បើកកាស៊ីណូនៅក្នុងប្រទេសកម្ពុជាហើយចង់ដឹងថាច្បាប់នោះកំណត់យ៉ាងណាខ្លះទាក់ទងទៅនឹងរឿង3ចំណុចនេះតោះតាមដានស្ដាប់ដូចតទៅរឿងទី1ដែលយើងលើកមកនិយាយនោះគឺទោសទណ្ឌដែលត្រូវដាក់ទៅលើអ្នកដែលលេងល្បែងស៊ីសងដោយសារថាច្បាប់គឺបានហាមមិនឲ្យប្រជាជនខ្មែរលេងល្បែងស៊ីសង
ប៉ុន្តែនៅតែមានអ្នកលួចលេងល្បែងស៊ីសងទើបច្បាប់កំណត់អំពីទណ្ឌកម្មមួយចំនួនដែលត្រូវដាក់ទៅលើអ្នកដែលហ៊ានលួចលេងល្បែងស៊ីសងនៅក្នុងច្បាប់គឺបានបញ្ញត្តិថាជនណាលេងល្បែងស៊ីសងជននោះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី 10,000 រៀលរហូតទៅដល់ 50,000 រៀលនិងដាក់គុកពី1សប្តាហ៍រហូតទៅដល់1ខែហើយនៅក្នុងករណីពុំរៀងចាលទេត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី 50,000 រៀលរហូតដល់ 500,000 រៀលនិងដាក់គុកពី1ខែរហូតដល់1ឆ្នាំស្វ័យត្បិតថាច្បាប់បានកំណត់អំពីការពិន័យជាប្រាក់រៀងតិចមែនប៉ុន្តែយើងត្រូវដឹងថានៅក្នុងករណីដែលមានការចោះបង្ក្រាបទៅលើវងល្បែងស៊ីសងប្រាក់ដែលនៅក្នុងវងល្បែងស៊ីសងទាំងអស់គឺត្រូវរឹបអូសទាំងអស់អញ្ចឹងមានន័យថាការពិន័យជាប្រាក់នេះតិចទីប៉ុន្តែប្រាក់ដែលមាននៅក្នុងខ្លួនប៉ុន្មាននៅបនល្បែងស៊ីសងគឺត្រូវបានគេប្រមូលយកទាំងអស់ទៅធ្វើជាភស្តុតាងហើយសម្រាប់ការប្រមូលយកប្រាក់ដែលនៅក្នុងវងល្បែងស៊ីសងនេះគឺត្រូវយកទៅធ្វើជារបស់រដ្ឋទី2គឺយើងនឹងនិយាយអំពីអ្នកដែលលួចបើកបនល្បែងស៊ីសងមានហេតុមានផលគឺជាពាក្យដែលប្រជាជនខ្មែរតែងតែនិយាយក៏ដូចគ្នាដែរបើមិនមានអ្នកបើកបនល្បែងស៊ីសងទេក៏មិនមានអ្នកទៅលេងល្បែងស៊ីសងដែរដូចនេះបានជាច្បាប់កំណត់ទោសទៅលើអ្នកណាដែលហ៊ានលួចបើកបនល្បែងស៊ីសងនៃខុសច្បាប់ដែលនៅក្នុងនោះគឺបានបញ្ញត្តិថានឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី 5 លានរៀលរហូតដល់ 20 លានរៀលនិងដាក់គុកពី1ឆ្នាំរហូតដល់ 5 ឆ្នាំចំពោះអ្នកដែលបើកកន្លែងលេងល្បែងស៊ីសងអ្នកកាន់កាប់ល្បែងស៊ីសងនិងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសងនៅក្នុងករណីមិនរាងចាលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់និងការដាក់គុកខាងលើនេះជាអតិបរមាអញ្ចឹងនេះគឺជាទោសទណ្ឌដែលត្រូវដាក់ទៅលើអ្នកណាដែលហ៊ានលួចបើកបនល្បែងស៊ីសងទី3គឺយើងនឹងនិយាយអំពីការបើកបនល្បែងឬបើកកាស៊ីណូអ្វីត្បិតថាច្បាប់បានហាមឃាត់ជាដាច់ខាតមិនឲ្យលេងល្បែងស៊ីសងក៏ដូចជាហាមឃាត់មិនឲ្យបើកបនល្បែងស៊ីសងមែនក៏មានការកំណត់មួយទៀតផងដែរដែលអ្នកត្រូវដឹងនោះគឺនៅក្នុងមាត្រា1គឺបានបញ្ញត្តិថាហាមឃាត់ជាដាច់ខាតទៅលើការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជាលើកលែងតែមានការទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយរាល់លិខិតដែលបានអនុញ្ញាតឲ្យបើកបនល្បែងស៊ីសងក្រៅពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាលត្រូវចាត់ទុកជាមុខៈអញ្ចឹងអ្វីត្បិតថាបានហាមឃាត់មិនឲ្យលេងក៏ដូចជាបើកបនល្បែងស៊ីសងមែនប៉ុន្តែក៏មានការបញ្ញត្តិលើកលែងផងដែរបើសិនជាមានការអនុញ្ញាតពីរាជរដ្ឋាភិបាលគឺគេអាចបើកបនល្បែងបានអញ្ចឹងហើយបានជាយើងឃើញមានកាស៊ីណូគឺត្រូវបានបើកឲ្យលេងដោយស្របច្បាប់តែម្ដងទាក់ទងទៅនឹងការបើកបនល្បែងក៏ដូចជាការបើកកាស៊ីណូក៏យើងត្រូវដឹងចំណុចមួយចំនួនទៀតផងដែរគឺការអនុញ្ញាតឲ្យបើកបនល្បែងស៊ីសងគឺមានតែមួយប៉ុណ្ណោះគឺរាជរដ្ឋាភិបាលដែលជាអ្នកមានសិទ្ធិនៅក្នុងការអនុញ្ញាតចំពោះអាជ្ញាធរណាក៏ដោយគឺមិនមានសិទ្ធិនៅក្នុងការចេញលិខិតអនុញ្ញាតឲ្យបើកបនល្បែងជាដាច់ខាតហើយនៅក្នុងករណីដែលមន្ត្រីរាជការណាឬក៏អាជ្ញាធរណាហ៊ានអនុញ្ញាតចេញជាលិខិតនៅក្នុងការបើកបនល្បែងគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំរហូតដល់5ឆ្នាំហើយនៅក្នុងករណីដែលជនណាម្នាក់ដែលហ៊ានចេញមុខធ្វើការការពារវងល្បែងឬក៏បនល្បែងគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំរហូតដល់5ឆ្នាំអញ្ចឹងនេះគឺជារឿងទាំង3ទៅបាទប្រិយមិត្តទូទាំងជនពុកម៉ែមីបងប្អូនបាទជនរួមឈាមជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងស្រឡាញ់រាប់អានហ្នឹងហើយចុងនៃការបញ្ចេញមតិយោបល់នៅក្នុងបណ្ដាញ YouTube ដែល live ផ្ទាល់តាម YouTube ហើយនេះគឺថាដាក់ពីការអប់រំលបែងបន្តិចមើលគឺមេត្រាប្រមាណហើយគឺចំពោះ3មេត្រាតាំងពី1រហូតដល់11ក្នុងនោះពាក់ព័ន្ធដល់អ្នកផ្ដល់ទីតាំងអ្នកផ្ដល់កន្លែងលេងអ្នកស៊ីសងភ្នាក់ងារស៊ីសងអ្នកខុបខិតអីគឺថាត្រូវទទួលទោសទណ្ឌទាំងអស់ចឹងទេនេះក៏ប្រាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានបាទថាចូលឆ្នាំជឿនលបែងប្រជាប្រិយក្នុងមានបៀប៉ោងអីតិចតួចខ្លាឃ្លោកអីហ្នឹងគឺតើឲ្យចប់ហើយចឹងលះបង់ចោលនាំគ្នាអញ្ជើញទៅបាទលះបង់ចោលនាំគ្នាអញ្ជើញទៅបាទដល់ណាបងប្អូនគឺថាទៅរកការងារធ្វើរៀងខ្លួនបាទធ្វើការងាររៀងខ្លួនបាទចឹងទេគឺថាសុំប្រាំផ្ញើប៉ុណ្ណឹងហើយខែនេះក្តៅណាស់បងប្អូនហើយបាទសុំមេត្តាប្រយ័ត្នប្រយែងរឿងភ្លើងបាទរឿងភ្លើងឬការអុជធូបអុជទៀនថ្ងៃសិលថ្ងៃអីនេះសូមមេត្តាប្រយ័ត្នប្រយែងមែនទែនបាទអគិភ័យលោកនឹងតបាក់
ដោយងាយប្រសិនបើយើងប្រហែសណាបាទចឹងទេសូមមេត្តាប្រយ័ត្នប្រយែងហើយផ្ដាំផ្ញើដល់យុវជនយើងសូមឲ្យខ្លាយទៅជាក្លឹមនៅក្នុងសង្គមបាទកំណត់គ្នាបាទធ្វើខ្លួនជាដើមចេកដើមគោច្រើនពេកបាទសូមឲ្យដើមក្លឹមច័ន្ទក្រស្នាបាទអត់បំផុតទៅត្រឹមដើមធ្នង់ទៅចោះមេងមាននួនអីមិនដល់ក៏ដល់ចាស់ត្រឹមធ្នង់ឬសក្រំក៏បានដែរណានឹងយុវជនហើយដើម្បីធ្វើឲ្យបានខ្លួនទៅជាដើមសក្រំដើមធ្នង់បាទកុំឲ្យដូចដើមចេកឬដើមគោយើងទៅធ្វើម៉េចបាទលះបង់នៅទម្លាប់អាក្រក់ចោលព្រោះគឺអបាយមុខទាំង4ហើយអបាយមុខទាំង4មានអីខ្លះហើយអ្នកប្រព្រឹត្តធ្វើអបាយមុខទៅកើតនៅណានឹងខ្ញុំនឹងជម្រាបជូននៅវគ្គក្រោយៗទៀតបាទអញ្ចឹងទេគឺថាទៅគិតមើលតើអបាយបាទលះបង់អបាយមុខនឹងហើយនឹងអំពើពីលៀបផ្សេងដូចជាការបាទបរហោះម៉ូតូបាទដូចជាការប្រើប្រាស់គ្រឿងញៀនគ្រឿងចង្វឹងស្រួលជ្រុលពេកបាទនឹងលះបង់នៅអំពើបាទផ្សេងអនាចារផ្សេងបាទយើងនឹងទទួលបានខ្លឹមហើយយើងបានទទួលបានជាដើមធ្នង់ឬក៏ជាដើមបេងឬក៏ជាដើមក៏យូរមិនហើយបាទហ្នឹងហើយបាទអញ្ចឹងទេយើងទៅលះបង់អញ្ចឹងហើយទី2បាទយើងជាផុតអំពីគ្រឿងញៀនសំខាន់ណាស់ហ្នឹងបើទោះបីយើងពូជបេងក៏ដោយពូជកយូក៏ដោយក៏ណាប្រើប្រាស់គ្រឿងញៀនឬយកគ្រឿងញៀននេះចូលខ្លួនហើយគឺថាបាទអត់ជាដើមគោអត់ជាដើមបាទស្នោទៅទៀតបាទអត់យកធ្វើអីកើតទេគឺមានតែទុកមិនចំណេញដកចេញមិនខាតបាទមានតែសម្លាប់ខ្លួនឯងចោលទៅចោះឬក៏បាទបើសិនជាមិនកើតក្នុងសង្គមខ្ញុំលើកទឹកចិត្តយ៉ាងនិយាយត្រង់ហ្មងកុំចាំឲ្យគេសម្លាប់កុំចាំធ្វើបាទខ្លួនឯងសម្លាប់ខ្លួនឯងចោលបើសិនជាធ្វើអីខ្លួនឯងអស់ពីតម្លៃពីការរស់នៅជាមនុស្សជាតិហើយហ្នឹងហើយអរគុណសូមបណ្ដឹងចោះថ្ងៃនេះបាទដោយសារបញ្ហាសុខភាពបាទមិនសូវល្អដែរបាទសូមអរគុណសូមគោរពនឹងជំរាបលាបាទសូមអរគុណ